បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមមកបង្ហាញនៅវីដេអូនៃការជិះកង់ម្នាក់ឯងហើយថ្ងៃនេះដែរគឺខ្ញុំជិះកង់ទៅលេងភ្នំប្រសិទ្ធផ្លូវនេះគឺមកដល់ស្រះទឹកមួយដែលនៅខាងក្រោយសាលាការ៉េអ្នកដែលនិយមជិះកង់ភ្នំប្រកាសជាស្គាល់ផ្លូវនេះហើយនៅពេលដែលទៅភ្នំប្រសិទ្ធនៅមកខាងស្រះគឺមានដើមប្រេងខ្យល់ច្រើនស្បូរដើមប្រេងខ្យល់ហើយស្រះនេះផងដែរក៏ជាតំបន់របស់អ្នកបបរត្រីផងដែរជាពិសេសគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យបើសិនជាយើងជិះកង់មកថ្ងៃសៅរ៍ឬថ្ងៃអាទិត្យពិសេសគឺពេលល្ងាចប្រកាសជាឃើញអ្នកបបរត្រីម្ដងនេះច្រើនពេលស្រះនេះអត់ដែររីងទេបើសិនជាមេឃមានភ្លៀងផ្លូវនេះល្អបន្តិចសម្រាប់អ្នកជិះកង់ជិះម៉ូតូប៉ុន្តែអីទេសម្រាប់អ្នកជិះកង់ភ្នំគឺចូលចិត្តលក្ខណៈអញ្ចឹងលក្ខណៈបែកផុកសាច់ពេញខ្លួនប្រឡាក់ពេញខ្លួនគឺសុបាយសម្រាប់អ្នកជិះកង់ភ្នំហើយនៅខាងមុខនេះគឺមានស្ពានឈើមួយដើម្បីបង្ហូរពីបឹងចូលស្រះទឹកហ្នឹងអញ្ចឹងពេលទឹកហូរចេញចូលមានស្ពានឈើមួយអ្នកស្ពានឈើនេះដែរបើកបានណាម៉ូតូឬក៏កង់ទេស្រាប់ឡានគឺបើកអត់កើតទេស្នាប់ផ្លូវមកប្រឡោះនេះដែរគឺមានស្រះទឹកមួយជាហៀងហើយនឹងមានដើមភេងខ្យល់សងខាងត្រជាក់ល្អហើយស្នាប់ថ្ងៃសៅរ៍អាទិត្យគឺឃើញអ្នកមកពេញតែច្រើនគាត់យកបាយយកម្ហូបមកអង្គុយកាកទេលញ៉ាំនៅកន្លែងជិតស្រះទឹកហ្នឹងពេលបរិយាកាសនេះល្អមានខ្យល់បរិសុទ្ធហើយវាត្រជាក់ទៀតដោយសារមានដើមភេងខ្យល់ច្រើនជាងបត់តិចទៅក៏ទៅដល់កន្លែងស្ពានថ្មអ្នកជិះកង់ភ្នំមកប្រសិទ្ធប្រកាសជាស្គាល់ហើយ100%គឺស្គាល់ស្ពានថ្មហ្នឹងហើយឥឡូវគឺទឹកឡើងខ្លាំងកាលពីប្រហែលអាទិត្យមុនក៏មានទឹកទេឥឡូវទឹកឡើងលះហើយហើយមកខាងផ្លូវហើយជាមួយខែ2ខែទេប្រហែលជាលិចផ្លូវទៀតហើយហើយកន្លែងនេះផងដែរគឺមានដើមភេងខ្យល់សងខាងដូចគ្នាគឺផ្លូវមួយចំហៀងវត្តប៉ុន្តែខ្ញុំអត់ដឹងថាវត្តអីទេហើយសម្រាប់ផ្ទះទឹកនៅខាងឆ្វេងដៃនឹងផងដែរនៅពេលដែលមានខែបុណ្យទូកគឺគេបណ្ណាំងទូកនៅកន្លែងផ្ទះហ្នឹងគឺផ្ទះធំមែនទែនឥឡូវមកចូលដល់ច្រកផ្លូវបត់ចូលឡើងផ្លូវសបាយយើងហើយគឺខ
ខែទឹកឡើងខ្ញុំចូលចិត្តទីផ្លូវនឹងមែនទែនដោយសារតែវាត្រជាក់វាស៊ីកម្លាំងតិចមែនប៉ុន្តែវាត្រជាក់ល្អគឺទឹកហូររឹមទឹកថ្លាល្អចំការឃើញកូនត្រីកូនខ្យងក្តាមអីហែលក្នុងទឹកនឹងទៀតស្រាប់ផ្លូវដែរគឺមិនមែនផ្លូវស្រាប់ជិះកង់ជិះម៉ូតូទេគឺស្រាប់ផ្លូវគោយន្តឬក៏តែគោស្រាប់បងប្អូនគាត់ធ្វើសេដ្ឋកិច្ចការអីគាត់បោគោយន្តឬក៏តែគោតាមហ្នឹងបើយើងបើកម៉ូតូឬក៏ជិះកង់តាមហ្នឹងក៏បានដែរគ្រាន់តែថាវាតាំងទៅជាសារថាផ្លូវនេះស្អាតខ្សាច់ពិសេសគឺខែប្រាំងខែក្តៅគឺវាតាំងមែនតើយើងពិបាកជិះជាងខែវស្សាជាងខែដែលមានទឹកចឹងខែទឹកចឹងខ្សាច់វាហាប់តិចអញ្ចឹងយើងជិះបានបើសិនជាខែប្រាំងវាផុសពេកយើងជិះអត់កើតទេបើចង់ជិះតជិះផ្លូវហ្នឹងតជិះទៅខាងលើភ្លឺសេវិញអត់ជិះលើផ្លូវហ្នឹងបានទេបីជាមានទឹកខ្សាច់យ៉ាងហាប់មែនក៏ពិបាកធាក់ដែរគឺតាំងមែនទែនហើយជិះម្នាក់ឯងទៀតតែជិះតាំងទៅហើយអូខេឥឡូវជិះលេងកើតហើយមានតែបដាកង់ម្ដងដើរផ្លុកក្នុងទឹកហ្នឹងដែរវាខនបាជាងជិះគឺធាក់អត់កើតចាំមើលទៅដល់កន្លែងណាដីយ៉ាងហាប់ជាងហ្នឹងបានជិះវិញបានដោយសារកន្លែងនេះវាផុសខ្លាំងពេកអូខេចឹងខ្ញុំឃើញផ្លូវកន្លែងនេះហាប់តិចគឺឡើងជិះវិញគឺធាក់ទៅបានតែវានៅតែតាំងដូចគ្នាឃើញតែស៊ីកម្លាំងមែនទែនតែបើធាក់ទៅវាធាក់កង់វាលឿនជាងបដាកង់ទោះបីជាតាំងតិចមែនប៉ុន្តែលឿនជាងបដាកង់ប៉ុន្តែក៏វាហត់ជាងបដាដូចគ្នាចឹងមកដល់កន្លែងនេះទៅបីចង់មិនចង់ក៏ត្រូវតែបដាកង់ដែរដោយសារតែវាមានលំបាំងប្រហែលជាគេទុកទឹកមិនដឹងឬក៏អីមិនដឹងទេប្រហែលអាចនឹងទុកទឹកពីមុនមកចឹងណាហើយផុតពីលំបាំងហ្នឹងទៅគឺអត់ទឹកជ្រៅហើយវាផុកច្រើនមិនដីខ្សាច់ហាប់ទេគឺផុកអញ្ចឹងជិះកង់អត់ខាតទេមានបដាទៅទៀតកាន់តែស្ងាត់ទៅហើយក៏វាមានព្រៃអាស័យដើមអាស័យសងខាងនឹងស្ងាត់ប៉ុន្តែអត់ជាបញ្ហាទេដោយសារផ្លូវនេះខ្ញុំអាសាមកញឹកញាប់ទាំងខែក្តៅទាំងខែវស្សាអញ្ចឹងស្គាល់ផ្លូវច្បាស់
ខាងលើនេះវាដីវាហាប់អញ្ចឹងចាប់ដើមជីវិញហើយពីដឹងទៅជីបានរហូតដល់លេងបដើហើយទៅបីកន្លែងណាកន្លែងខ្លះវាស្អិតកង់តិចមែនវាដីផុសតិចមែនតែជីបានរហូតមុននឹងវាផុសផងវាហាប់វាស្អិតកង់ខ្លាំងផងមានតែបដើខ្លះឥឡូវជីបានរហូតវិញហើយគឺខែដែលមានទឹកចឹងទេសភាពលេងស្អាតមែនទែនតិចពេលទឹកឡើងគេហ្នឹងកាន់តែស្អាតជំពាក់ក្រោយពេលទឹកឡើងខ្លាំងគេហ្នឹងចាំមកលេងមួយសារទៀតដល់វគ្គចូលព្រៃខាងក្រោយភ្នំប្រសិទ្ធនោះហើយផ្លូវដូចគ្នាបើសិនជាអ្នកអាសាមកលេងភ្នំប្រសិទ្ធក៏គេស្គាល់ហើយស្គាល់ច្បាស់ទៀតផ្លូវទូចស្រាប់តែមកកង់ទេម៉ូតូក៏សឹងបាក់ជិះដែរសារតែខាងមុខវាឡើងទួលខ្លាំងចឹងឥឡូវនេះគឺផ្លូវបេតុងចុះពីភ្នំប្រសិទ្ធមកពីមុនគឺធ្វើផ្លូវដីមុនផ្លូវដីពិបាកតិចទៅពេលឥឡូវគេចាក់បេតុងមកស្អាតហើយនេះគឺជាផ្លូវបត់ចូលទៅក្នុងព្រៃអសីក្រោយភ្នំប្រសិទ្ធដូចគ្នាហើយកន្លែងនេះចោតខ្លាំងបើសិនជាបងប្អូនដែលអត់ដែលជិះផ្លូវហ្នឹងទេកុំសាកកន្លែងនេះវាអាចគ្រោះថ្នាក់តិចព្រោះមានអ្នកដួលច្រើនពេលចុះទួលកន្លែងហ្នឹងហើយមានទួលឲ្យប្រហោះច្រើនកន្លែងដែរប៉ុន្តែសម្រាប់ខែវស្សាចេះជិះតែមានការប្រុងប្រយ័ត្នតិចដោយសារតែមេឃអសីវាធ្លាក់មកទៀបកន្លែងខ្លះត្រូវអោនខ្លាំងមែនទែនដើម្បីផុតពីមេឃអសីកុំឲ្យតាក់ក្បាលពេលជិះម្នាក់ឯងចឹងមានអារម្មណ៍ថាស្ងាត់តិចហើយដោយសារតែប្រេស័យពេលខែភ្លៀងចឹងវាដោះស្លឹកមកច្រើនវាអត់ឆ្លាស់ហើយវាសុបទ្រុបខ្លាំងដែរអញ្ចឹងបើសិនជាអ្នកដែលចង់មកលេងប្រេស័យខាងក្រោយនេះតមកជាមួយអ្នកដែលស្គាល់ផ្លូវហើយជិះពីក្រោយគេទៅហើយកុំលឿនពេកដោយសារថាយើងអត់ដឹងថាខាងមុខមានឧបសគ្គអីខ្លះមានដើមអស័យមានអីច្រើនទៅមានដុំថ្មបើជិះលឿនពេកអាចនឹងកិច្ចអត់តាន់ហើយពិសេសខែភ្លៀងអញ្ចឹងវាមិនអស័យធ្លាក់មកទៀតអញ្ចឹងអ្នកខាងមុខគាត់បើកផ្លូវឲ្យហើយគាត់អាចនឹងផ្ដល់ជាដំណឹងសម្រាប់អ្នកខាងក្រោយថាត្រូវងាកឆ្វេងងាកស្ដាំត្រូវអោនទៅអីចឹងទៅដើម្បីរក្សាសុខភាពរបស់គ្នាសូមអរគុណសម្រាប់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីទស្សនានៅវីដេអូនៃការជិះកង់ solo ម្នាក់ឯងមួយនេះទៅលេងភ្នំប្រសិទ្ធសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច
like subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបាទសូមអរគុណបាយបាយ